បាទជម្រាបសួរបង្គន់យើងថ្ងៃនេះខ្ញុំចែកម្លែកវីដេអូខ្លីមួយជូនបងប្អូនអរគ្នានិយាយអំពីលក្ខខណ្ឌអាយុក្នុងការប្រឡងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលហើយក្នុងនេះខ្ញុំសង្ខេបយកខ្លីៗឲ្យបងប្អូនងាយស្រួលមើលក៏ប៉ុន្តែចំណុចរួមដែលខ្ញុំដកស្រង់មកនោះគឺខ្ញុំយកចេញពីឯកសារបាទដែលក្រសួងបានចែកម្លែកជូនយើងនៅទីនេះបាទពាក់ព័ន្ធទៅនឹងអនុក្រឹត្យណាក្រសួងបានចេញនៅក្នុងអនុក្រឹត្យស្តីពីការដាក់ឲ្យអនុវត្តនិយមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលកាលពីឆ្នាំ2024ថ្មីនេះហើយចំណុចដែលយើងគួរចាប់អារម្មណ៍នៅក្នុងអនុក្រឹត្យលេខ37នេះគឺនៅក្នុងចំណុចនេះទំព័រ3បាទត្រង់ចំណុចទី6ដែលនិយាយអំពីលក្ខខណ្ឌសម្រាប់បេក្ខជនចូលរួមក្នុងការប្រឡងប្រជែងនឹងឯងបាទហើយចំណុចដែលសំខាន់គឺចំណុចទីនេះណាដែលនិយាយពាក់ព័ន្ធនឹងអាយុនឹងឯងគឺលក្ខខណ្ឌអាយុបាទអតិបរមាសម្រាប់បេក្ខជនជានិស្សិតបាទនេះគឺរាយមកអញ្ចឹងទាំងអស់នៅក្នុងនឹងឯងបាទហើយសម្រាប់លក្ខខណ្ឌអាយុសម្រាប់មន្ត្រីរាជការគឺมันមាននៅកំណត់លក្ខខណ្ឌអាយុទេហើយមានការរាយបញ្ជាក់លម្អិតអញ្ចឹងបងប្អូនចាំយកឯកសារហ្នឹងមើលលម្អិតបន្ថែមប៉ុន្តែក្នុងវីដេអូនេះខ្ញុំសូមខ្លីជូនបងប្អូនទាំងអស់គ្នាដោយខ្ញុំនិយាយតែចំណុចគោលសំខាន់ជូនបងប្អូនបាទពាក់ព័ន្ធនឹងចំណុចមួយចំនួនតែប៉ុណ្ណោះប៉ុន្តែខ្ញុំគិតថាចំណុចទាំងប្រមាណនេះនឹងឆ្លើយតបជាមួយនឹងអ្វីដែលបងប្អូនចង់បានណាបាទអញ្ចឹងការចែកម្លែកនេះគឺយោងតាមអនុក្រឹត្យលេខ37អនុក្របកចុះថ្ងៃទី19ខែកុម្ភៈឆ្នាំ2024ស្តីពីការដាក់ឲ្យអនុវត្តនិយមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលហើយឯកសារនេះខ្ញុំនឹងដាក់ជូនបងប្អូនអាចទាញយកបានណាបាទតោះបងប្អូនចាប់ផ្ដើមទី1សម្រាប់បងប្អូនយើងដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិយើងហៅកាត់ថាបាក់ឌុបបាទឬក៏យើងមានសញ្ញាបត្រសមមូលនោះមានតម្លៃដែលក្រសួងទទួលស្គាល់ស្មើនឹងបាក់ឌុបណាបាទអញ្ចឹងយើងអាចចូលរួមប្រឡងបានក្នុងអាយុច្រើនបំផុត25ឆ្នាំច្រើនបំផុត25ឆ្នាំមានន័យថាមិនឲ្យលើសអាយុ25ឆ្នាំទេអញ្ចឹងណាបងប្អូនចំណុចទី2គឺបើសិនជាបងប្អូនមានបរិញ្ញាបត្ររងបាទបរិញ្ញាបត្ររងឬក៏សញ្ញាបត្រសមមូលនឹងឯងបាទអាយុច្រើនបំផុត28ឆ្នាំបងប្អូនមើលឃើញណាបាទអាយុច្រើនបំផុត28ឆ្នាំចំណុចមួយទៀតបើសិនជាបងប្អូនមានបរិញ្ញាបត្រឬក៏សញ្ញាបត្រសមមូលនឹងឯងបងប្អូនអាចចូលរួមប្រឡងបានក្នុងអាយុច្រើនបំផុតឬក៏មិនឲ្យលើសអាយុ35ឆ្នាំតោះនេះបងប្អូនទាំងគ្នាបើសិនជាយើងមានបរិញ្ញាបត្រណាបើសិនជាយើងមានបរិញ្ញាបត្រជាន់ខ្ពស់បាទឬក៏សញ្ញាបត្រសមមូលអាយុច្រើនបំផុត40ឆ្នាំចឹងបងប្អូនមើលខ្លួនឯងដឹងខ្លួនឯងថាយើងឥឡូវហ្នឹងអាយុប្រមាណហើយយើងមានសញ្ញាបត្រអីតើយើងអាចចូលរួមប្រឡងបានឬមិនបានហើយយើងនៅសល់ប្រហែលឆ្នាំទៀតឬក៏យើងលើសអាយុហើយចឹងបងប្អូនអាចមើលតាមវីដេអូនេះទៅបងប្អូននឹងដឹងខ្លួនឯងបានបើសិនជាបងប្អូនទាំងអស់គ្នាមានសញ្ញាបត្របណ្ឌិតបាទចំពោះបណ្ឌិតគឺត្រូវបានលើកលែងលក្ខខណ្ឌអាយុមានន័យថាมันកំណត់លក្ខខណ្ឌអាយុទេបាទហើយបើសិនជាបងប្អូនជាគ្រូបង្រៀនជាប់កិច្ចសន្យាកំពុងបង្រៀននៅបឋមសិក្សាមានអតីតភាពយ៉ាងតិច3ឆ្នាំជាប់គ្នាបងប្អូនយល់ពាក្យនេះហើយនេះយើងនិយាយក្នុងក្របខ័ណ្ឌគ្រូបង្រៀនណាបើចំណុចនេះយកទៅប្រឡងក្របខ័ណ្ឌផ្សេងក្រៅពីក្របខ័ណ្ឌគ្រូបង្រៀនគឺអត់ត្រូវទេគាត់ណានេះខ្ញុំដាក់មកឲ្យបងប្អូនយើងសម្រាប់អ្នកគ្រូកិច្ចសន្យាដឹងចឹងបើសិនបងប្អូនជាគ្រូជាប់កិច្ចសន្យាហើយយើងបរៀនជាប់គ្នា3ឆ្នាំមានន័យថាយើងបរៀនឧទាហរណ៍ឆ្នាំ2023 2024 2025ជាប់គ្នា3ឆ្នាំបែបហ្នឹងបាទតម្លៃនៃការប្រឡងរបស់យើងអាយុគឺបានដល់40ឆ្នាំស្មើនឹងអ្នកដែលមានបញ្ញាបត្រជាន់ខ្ពស់ណាបាទអ្នកបញ្ញាបត្រជាន់ខ្ពស់40ឆ្នាំអញ្ចឹងអ្នកជាប់គ្រូកិច្ចសន្យា3ឆ្នាំជាប់គ្នាអាចប្រឡងបានដល់អាយុ40ឆ្នាំតោះនេះចឹងបាទប៉ុន្តែពេលដែលយើងដាក់ពាក្យហ្នឹងយើងត្រូវដាក់ថាយើងជាគ្រូកិច្ចសន្យាហើយយើងមានឯកសារបញ្ជាក់មួយចំនួនអញ្ចឹងណាបាទចំណុចមួយចុងក្រោយបើសិនជាយើងជាមន្ត្រីរាជការបាទមន្ត្រីរាជការក្នុងក្របខ័ណ្ឌរដ្ឋដែលបានតែងតាំងស៊ុបរួចហើយគឺលើកលែងលក្ខខណ្ឌអាយុបាទលើកលែងលក្ខខណ្ឌអាយុចឹងមានប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នាហើយកុំភ្លេចចូលទៅមើលក្នុងឯកសារដែលខ្ញុំដាក់ឲ្យបងប្អូនផងនេះនៅក្នុងឯកសារហ្នឹងបងប្អូនណាខ្ញុំដាក់ link ឲ្យទេចឹងបងប្អូនយក down យកទុកប្រមូលទុកណាហើយខំមើលទៅព្រោះនេះក៏ជាផ្នែកមួយនៃមុខងារសាធារណៈដែរអញ្ចឹងសំណួរប្រឡងក៏អាចសួរក្នុងហ្នឹងដែរបាទអញ្ចឹងបងប្អូនយើងស្រាវជ្រាវមើលទៅហើយចាំខ្ញុំចូលរួមបាទស្រាវជ្រាវសង្ខេបសំណួរជូនបងប្អូនបន្តទៀតតែបងប្អូនអាច down យកទៅមើលខ្លួនឯងមុនអញ្ចឹងណាបងប្អូនបាទដូចជាមិនច្រើនប្រហែលដែរទេបងប្អូនជាង20ទំព័រហើយបងប្អូនយើងមើលទៅកត់ចំណាំយកចំណុចសំខាន់ទុកទៅបាទដើម្បីជាចំណេះដឹងសម្រាប់យើងយកទៅប្រឡងប្រជែងណាបងប្អូនបាទអញ្ចឹងសំណួរពាក់ព័ន្ធលក្ខខណ្ឌអាយុពាក់ព័ន្ធនឹងលក្ខខណ្ឌប្រឡងផ្សេងហ្នឹងក៏ក្រសួងសួរដែរមិនមែនអត់សួរទេណាពាក់ព័ន្ធនឹងមុខងារសាធារណៈអញ្ចឹងបងប្អូនយើងចាំ down យកទៅណាបាទអរគុណច្រើនបងប្អូនហើយបងប្អូនយើងអាចមានចម្ងល់ឬក៏បងប្អូនយើងបាទដោយមានការចូលរួមបន្ថែមទៀតអាច comment នៅក្នុងវីដេអូនេះបានសម្រាប់បងប្អូនយើងចង់ប្រឡងគ្រូហើយកំពុងស្វែងរកថ្នាក់រៀនឬក៏ចង់បានឯកសារត្រៀមបងប្អូនអាចតាក់ទងសួរនាំខ្ញុំបានណាយើងមានថ្នាក់រៀននិងមានឯកសារមួយចំនួនបាទសម្រាប់ត្រៀមប្រឡងផងដែរអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទ